សម្រាប់អ្នកចង់ទៅលេងខេត្តកំពតនិងខេត្តកាបនៅភ្នំបូកគោអីខ្ញុំរីកខមមិនឲ្យអ្នកទាំងអស់គ្នាទស្សនៈនៅកន្លែងបាំប៊ូបឹងកាឡូនេះគឺទេសភាពស្អាតដោយសារយើងនៅមាត់ទឹកមាត់សមុទ្រចឹងទៅយើងអាចមើលទេសភាពនៅទីហ្នឹងបានហើយនឹងបានមើលតែភ្លើងមានកន្លែងអង្គុយលេងជានៅខាងមុខប្រាប់ព័ត៌មាននេះខ្ញុំអាចតាក់ទងទៅតាមเพจរបស់គាត់ហើយនឹងខ្ញុំតាក់ទងទៅតាមAgoda app Agoda ហ្នឹងសម្រាប់យើង booking អាហ្នឹងវាមានការបញ្ចុះតម្លៃធូរថ្លៃផ្សេងទៅតាមបងថ្ងៃរបស់គេទៅខ្ញុំបានមាន sponsor មិនអីទេខ្ញុំគាត់តែចង់ចែករំលែកកន្លែងដេកដែលយើងអាចដេកស្រួលមានកន្លែងទេសភាពស្អាតចឹងហើយកម្មភាពរបស់ខ្ញុំនៅហ្នឹងខ្ញុំពេលព្រឹកឡើងគឺពួកខ្ញុំឡើងទៅលើភ្នំបូកគោទៅមើលទេសភាពភ្នំបូកគោខែហ្នឹងក៏ស្អាតដែរដោយសារខែខាងចឹងវាអត់សូវមានចុះអាប់ទេប៉ុន្តែវានៅតែត្រជាក់បើសារវាខ្ពស់ហ៎យើងធ្លាប់តែឡើងភ្នំទៀតដល់ពេលឡើងភ្នំខ្ពស់ចឹងទៅរឿងផ្លាយអារម្មណ៍ផ្លេចចឹងដែរហើយដល់ពេលកាត់មកព្រឹកឡើងពួកខ្ញុំក៏បានទៅផឹកកាហ្វេ Starbucks ហើយនឹងដើរលេងនៅក្នុងកពតបន្តិចហើយនឹងដើរថតរូបនៅតាមមាត់សមុទ្រអីផ្សេងហើយក៏លើកឡើងចេញដំណើរទៅខាងខេត្តកែបអញ្ចឹងវាធ្វើឲ្យពេលវេលារបស់យើងហ្នឹងវាលឿនអញ្ចឹងទៅយើងដើរលេងបានច្រើនកន្លែងយើងអត់ស្ដាយយើងទៅឆ្ងាយមែនប៉ុន្តែយើងអត់ស្ដាយហើយពេលហ្នឹងខ្ញុំទិញអីវ៉ាន់ដូចជាសាច់បកាបកងអីនៅផ្សារក្តាមនៅខេត្តកែបហ្មងហើយយើងទៅទិញនៅនឹងរួចក៏យកទៅហូបយើងអាំងហូបខ្លួនឯងសេវលុយបានខ្លះៗដែរនៅតាមកញ្ចោះនៅខេត្តកែបហ្នឹងប៉ុន្តែសូមមើលតម្លៃកញ្ចោះជាស្ដែងផងសួរនាំគេផងមុននឹងអង្គុយកញ្ចោះគេ